ឈ្នះព្រៀងទឹកស្មារតីគ្មានអ្វីរាំងស្ទះប្រឹងជំនះប្រឹងដណ្ដើមយកជ័យតែខំវឹកហាត់ខ្លាំងពេកធ្វើឲ្យសមាជិកជំនះធ្លាក់ខ្លួនឈឺហើយសមាជិកដទៃទៀតនឹងសឹងតែមិនអាចបន្តការប្រកួតទៀតបានប៉ុន្តែពួកយើងនៅតែតស៊ូគួរតែចង់ឃើញទង់ជាតិខ្មែរអនដែនលើឆាកអន្តរជាតិសង្ឃឹមថាអ្នកយល់អ្វីដែលខ្ញុំកំពុងតែនិយាយពេលឆ្នះគេថាយើងមកខ្លាំងពេលតែគេថាយើងមកខ្លាអ្វីដែលយើងតស៊ូគឺយើងមកក្បត់លំនះសេកាព្យាយាមសពគ្រប់បែបយ៉ាងពេលដែលយើងតែគេថាអត់បានការសង្ឃឹមជួចាញ់ដូចឈ្នះសូមអ្នកគាំទ្រដោយក្តីមេត្តាក៏លេងមើលឆាកជីវិតរឿងពេញនៃអ្នកកីឡាគាត់ជាឪពុកមកដៃទំនុកបំរុងនៅក្នុងគ្រួសារជាកូនដ៏កតញ្ញូនិងជារៀនច្បងមួយដ៏អស្ចារ្យជាផ្នែកមួយនៃសង្គមដែលប្រទេសជាតិកំពុងត្រូវការកម្ពុជាកម្ពុជា
10 9